សាវតាផ្លែទុរេនក្នុងព្រះនគរកម្ពុជាទុរេនជាឈ្មោះផលព្រឹកអំបូរខ្នុរមួយប្រភេទដែលបុរាណចាស់ទុំខ្មែរនិយមរាប់អានទទួលទានជាបង្អែមលាងមាត់ដោយទៅនឹងផ្លែឈើដទៃទៀតដែរចំពោះឫសគល់នៃពាក្យទុរេនត្រូវបានគេសន្មតថាបានคล้ายមកពីពាក្យឌូរីរបស់សាសម៉ាឡេឬម៉ាឡាយូបុរាណដែលប្រែថាបន្លាតាមរយៈឯកសារនានាដែលបានកត់ត្រាទុកត្រូវបានគេដឹងថាដំណាំទុរេនមានប្រភពមកពីតំបន់ព្រៃទឹកភ្លៀងនៃប្រជុំកោះប៊នណេអូដែនដីកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីនិងតំបន់ភាគខ្លះនៃប្រទេសម៉ាឡេស៊ីដែលធ្លាប់ជាអតីតអាណាចក្រសេរីវិជ័យដ៏ថ្កុំថ្កើងក្រោយមកដំណាំនេះត្រូវបានរីកសាយភាយនិងទទួលរាប់អានយកទៅដាំដុះបន្តនៅក្នុងតំបន់នានាក្នុងប្រទេសឥណ្ឌាប៉ាពូញូហ្គីណេនិងតំបន់ប្រទេសនានាផ្សេងទៀតនៅតំបន់ជ្រោយសវណ្ណភូមិកំណត់ត្រាដំបូងបំផុតរបស់ជនជាតិអឺរ៉ុបទៅលើផ្លែទុរេនគឺត្រូវបានកត់ត្រាដោយអ្នករុករកនិងជាឈ្មួញជនជាតិអ៊ីតាលីម្នាក់ឈ្មោះនីកូឡូដេកុងទីដែលបានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងសតវត្សទី15ប៉ុន្តែរហូតមកដល់ប្រមាណជាឆ្នាំ1563ទើបមានអ្នកជំនាញការខាងផ្នែកវិទ្យាសាស្ត្រធម្មជាតិជនជាតិប៉ូទុយហ្គាល់ឈ្មោះ Garcia de Orta បានសរសេររៀបរាប់យ៉ាងលម្អិតអំពីដំណាំទុរេនក្នុងអត្ថបទសុន្ទរកថាស្ដីពីថ្នាំសាមញ្ញរបស់ប្រទេសឥណ្ឌារបស់ខ្លួនក្រោយមកនៅប្រមាណជាឆ្នាំ1740ទើបមានអ្នកជំនាញខាងរុក្ខជាតិជនជាតិអាល្លឺម៉ង់ឈ្មោះ Sorg Eberhard Rampiersបានបញ្ចូលទុរេននេះទៅក្នុងអំបូរជូរីអូដោយមានអត្ថាធិប្បាយយ៉ាងពិស្ដារអំពីពូជកត្តាជីវសាស្ត្រនិងធម្មជាតិរបស់រុក្ខជាតិប្រភេទនេះផងដែរលុះក្រោយមកទៀតនៅប្រមាណជាសតវត្សទី19ពួកប៉ូទុយហ្គាល់បាននាំយកពូជផ្លែទុរេនទៅដាំដុះនៅលើដែនដីទ្វីបអាមេរិកខាងត្បូងដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសដូមេនិកដោយឡែកចំពោះសាវតានៃការដាំដុះទុរេននៅនគរក្រុងកម្ពុជាយើងมันមានឯកសារណាមួយបានបញ្ជាក់យ៉ាងជាក់លាក់និយាយអំពីប្រវត្តិនៃការដាំដុះទុរេនទេក៏ប៉ុន្តែបើតាមរយៈការសន្និដ្ឋានដោយផ្អែកទៅលើកត្តាភូមិសាស្ត្រនយោបាយរបស់មនុស្សបុរាណប្រវត្តិនៃការដាំដុះទុរេនក្នុងនគរកម្ពុជាត្រូវបានបែងចែកចេញជាពីរតំបន់ផ្សេងគ្នាគឺទុរេនតំបន់កំពតនិងទុរេនតំបន់ទល់ដែននគរសីយ៉ាមទុរេនខេត្តកំពតគឺជាទុរេនដែលមានប្រភពដើមមកពីកោះជ្វាស៊ូម៉ាត្រាដោយបាននាំចូលមកដោយផ្ទាល់ដោយក្រុមពួកជ្វាក្រុមនេះធ្វើដំណើរចូលមកប្រកបរបររកស៊ីក្នុងខេត្តកំពតនិងបើយោងតាមសក្ខីកម្មប្រវត្តិសាស្ត្រមួយទៀតដែលទាញចេញអំពីប្រវត្តិសង្គ្រាមក្នុងតំបន់អាឆេរវាងពួកជ្វានិងក្រុមអាណានិគមហូឡង់ដែលបានកើតឡើងក្នុងចន្លោះឆ្នាំ1873ដល់ឆ្នាំ1904ពួកជ្វាដែលជាម្ចាស់ស្រុកបានដុតបំផ្លាញចោលនៅរាល់ដំណាំរបស់ខ្លួនជាពិសេសគឺដំណាំម្រេចនៅលើកោះជ្វាតំបន់អាឆេនិងតំបន់កោះស៊ូម៉ាត្រាជាដើមដោយមិនទុកឲ្យពួកហូឡង់បានទទួលផលប្រយោជន៍ទាំងនោះឡើយតាមរយៈការរត់គេចភៀសខ្លួនពីសង្គ្រាមនេះក្រុមជនជាតិជ្វាទាំងនោះបាននាំយកគ្រាប់ធញ្ញជាតិជាច្រើនជាពិសេសគឺពូជដំណាំផ្សេងមកតាមខ្លួនហើយបានយកទៅដាំដុះនៅលើទឹកដីថ្មីដែលពួកគេបានទៅដល់ដែលទឹកដីថ្មីនោះរួមមានទាំងនគរក្រុងកម្ពុជាផងដែរពូជទុរេននៅក្នុងខេត្តកំពតជាពិសេសទុរេនស្រែឬហៅម្យ៉ាងទៀតថាទុរេនដូនតាគឺមានលក្ខណៈដូចគ្នាទៅនឹងអំបូរទុរេនដើមនៅនគរឥណ្ឌូនេស៊ីដែលជាទុរេនដែលមានដើមខ្ពស់និងផ្លែតូចៗរីឯចំពោះទុរេនខ្មែរដែលដាំដុះជាប់ទៅនឹងព្រំដែននគរសីយ៉ាមដែលមានខេត្តបៃលិនបាត់ដំបងនិងបន្ទាយមានជ័យគឺជាក់ស្ដែងមានប្រភពមកពីប្រទេសសៀមជាពិសេសគឺខេត្តចន្ទបុរីដែលជាខេត្តដ៏សម្បូរពូជទុរេនជាងគេបំផុតនៅក្នុងប្រទេសនៅនគរសីយ៉ាម
កំណត់ត្រាផ្លូវការដំបូងដែលគេបានសរសេរអំពីផ្លែទុរេនត្រូវបានកត់ត្រាទុកនៅប្រមាណជាឆ្នាំ1662ដោយលោកសាក ដឺ ប៊ូសេដែលជាអាចារ្យសាសនាគ្រិស្តប្រចាំនៅក្រុងស្រីអយុធ្យាបានសរសេររៀបរាប់អំពីផ្លែទុរេនក្រោយមកប្រមាណជា20ឆ្នាំបន្ទាប់រាជទូតបារាំងសេសដែលបានចូលមកដល់ទឹកដីក្រុងស្រីអយុធ្យាក៏បានសរសេររៀបរាប់អំពីការប្រមូលពន្ធផ្លែទុរេនប្រជារាស្ត្រពីសំណាក់ព្រះបរមរាជវាំងក្រុងស្រីអយុធ្យាផងដែរ មកពីបេះញ៉ាហើយលាក់ស្រែ